នេះជាហេតុផល5យ៉ាងដែលធ្វើឲ្យស្ត្រីសម័យឥឡូវចង់នៅលីវលែងគិតរឿងមានគ្រួសារជំនួសឲ្យការលះបង់ខ្លួនឯងដើម្បីគ្រួសារស្ត្រីសពថ្ងៃនេះចង់ស្វែងរកភាពខ្លាំងរបស់ពួកគេទៅធ្វើការរកប្រាក់និងចិញ្ចឹមជីវិតរបស់ពួកគេជំនួសឲ្យការធ្វើការងារផ្ទះខាងក្រោមនេះគឺជាហេតុផល5យ៉ាងដែលយុវវ័យកាន់តែច្រើនជ្រើសរើសនៅលីវជាងមានគ្រួសារ 1. ចង់រស់នៅដោយសមត្ថភាពខ្លួនឯងពីមុនមានមនុស្សស្រីជាច្រើនត្រូវបង្ខំចិត្តស៊ូទ្រាំនឹងការប្រមាថនិងចំអកពីសង្គមចំពោះការជ្រើសរើសរបៀបរស់នៅតែមួយប៉ុន្តែសប្តាហ៍ថ្ងៃនេះការគិតនេះមានការផ្លាស់ប្ដូរជំនួសឲ្យការលះបង់ខ្លួនឯងដើម្បីគ្រួសារស្ត្រីចង់ស្វែងរកភាពខ្លាំងរបស់ពួកគេទៅធ្វើការរកប្រាក់និងចិញ្ចឹមជីវិតរបស់ពួកគេជំនួសឲ្យការធ្វើការងារផ្ទះ 2. ស្ត្រីមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងក្នុងការជ្រើសរើសដៃគូរបស់ពួកគេមនុស្សជាច្រើននៅតែស្វែងរកទំនាក់ទំនងយូរអង្វែងដើម្បីឆ្លងកាត់ជីវិតជាមួយគ្នាប៉ុន្តែចុងក្រោយពួកគេនៅតែជ្រើសរើសនៅលីវព្រោះវាហាក់បីដូចជាមិនអាចស្វែងរកដៃគូដែលត្រឹមត្រូវស្ត្រីជាច្រើនជ្រើសរើសនៅលីវមិនមែនដោយសារតែពួកគេស្អប់អាពាហ៍ពិពាហ៍នោះទេប៉ុន្តែផ្ទុយទៅវិញអាពាហ៍ពិពាហ៍មានសារៈសំខាន់សម្រាប់ពួកគេម្យ៉ាងវិញទៀតពួកគេកាន់តែប្រយ័ត្នប្រយែងក្នុងការជ្រើសរើសដៃគូព្រោះពួកគេបារម្ភពីហានិភ័យនៃអាពាហ៍ពិពាហ៍ 3. អាពាហ៍ពិពាហ៍គឺជាបន្ទុកវាអាចត្រូវបានគេមើលឃើញថាអត្រាស្ត្រីធ្វើការនៅក្នុងក្រុមហ៊ុនកំពុងកើនឡើងប៉ុន្តែពួកគេនៅតែត្រូវបានចងភ្ជាប់ដោយស្តង់ដារនៃការទទួលខុសត្រូវក្នុងនាមជាប្រពន្ធនិងម្ដាយនៅក្នុងគ្រួសារនៅក្នុងវប្បធម៌ជប៉ុននិងប្រទេសជាច្រើនទៀតប្រពន្ធត្រូវបង្ខំឲ្យទទួលខុសត្រូវលើការមើលថែកូននិងការងារផ្ទះមិនថាពួកគេធ្វើការឬគ្រាន់តែជាស្ត្រីមេផ្ទះនោះទេខណៈដែលបុរសមិនមានតួនាទីអ្វីសោះក្រៅតែពីរកលុយដោយសារស្តង់ដារពីនេះហើយទើបស្ត្រីមិនចង់រៀបការទាល់តែសោះផ្ទុយទៅវិញពួកគេចង់មានសេរីភាពផ្ដោតលើការងារនិងធ្វើអ្វីដែលពួកគេចូលចិត្ត 4. គ្មានទំនុកចិត្តលើអ្នកដទៃទោះបីមានរឿងរ៉ាវស្នេហាដ៏អស្ចារ្យជាច្រើនប៉ុន្តែក៏មានរឿងរ៉ាវស្នេហាជាច្រើនដែលមានចុងបញ្ចប់មិនល្អដែលធ្វើឲ្យយើងបាត់បង់ជំនឿលើស្នេហាការពិតនេះអាចប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការជឿទុកចិត្តធ្វើឲ្យពិបាកក្នុងការជឿអ្វីដែលអ្នកដទៃនិយាយឬសន្យាប្រហែលជាអ្នកគ្រាន់តែមានអារម្មណ៍ថាពេលវេលាដែលយើងត្រូវការដើម្បីស្គាល់ចរិតរបស់នរណាម្នាក់ហើយមើលថាតើពួកគេគួរឲ្យទុកចិត្តហាក់ដូចជាវែងពេកនិងខ្ជះខ្ជាយពេក 5. មិនមានពេលសម្រាប់គ្រួសារទៀតទេមិនត្រឹមតែដោយសារតែអាជីពឬផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេស្ត្រីមួយចំនួនតូចជ្រើសរើសមិនរៀបការដោយសារតែពួកគេត្រូវមើលថែសាច់ញាតិរបស់ពួកគេភាគច្រើនជាឪពុកម្ដាយដែលមានវ័យចំណាស់ពួកគេមិនអាចលះបង់ពេលវេលានិងកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ពួកគេដើម្បីមើលថែទាំគ្រួសារតូចរបស់ពួកគេនិងធ្វេសប្រហែសមិនគិតគូរពីឪពុកម្ដាយរបស់ពួកគេមនុស្សជាច្រើនគិតថាដោយគ្រាន់តែរៀបចំពេលវេលាពួកគេនៅតែអាចរក្សាតុល្យភាពបានប៉ុន្តែការមើលថែស្វាមីនិងកូននិងសូម្បីតែឪពុកម្ដាយរបស់ពួកគេផ្ទាល់ធ្វើឲ្យពួកគេផ្ទុកលើសទម្ងន់ដែលអាចទៅរួច